ថ្ងៃហ្នឹងបាននាំបងប្អូនមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រថ្នាក់ប្រវត្តិសាស្ត្រនិងថ្នាក់កាមេរ៉ាវិទ្យាដើម្បីឲ្យមកបានស្គាល់នៅតំបន់ភូមិសាស្ត្រឆ្នេរសមុទ្ររបស់ខ្មែរយើងហ្នឹងហើយពួកគាត់មកគឺបានសិក្សាស្វែងយល់អំពីអ្វីជាភូមិសាស្ត្រទឹកដីដ៏ស្រស់ស្អាតមានធនធានធម្មជាតិជាច្រើនដែលមាននៅលើទឹកដីខ្មែររបស់យើងហ្នឹងជាពិសេសគឺនៅដែនសមុទ្រហ្នឹងអញ្ចឹងទី1គឺប្រកបមកសិក្សាស្វែងយល់អំពីអត្ថន័យនៃកោះខ្លឹមសារអត្ថប្រយោជន៍នៃកោះនីមួយៗហ្នឹងថាតើបានផ្ដល់ជាប្រយោជន៍អីខ្លះទៅដល់សង្គមជាពិសេសខ្មែររបស់យើងហ្នឹងហើយកោះនេះគឺជាទីកន្លែងដែលបានផ្ដល់នៅធនធានធម្មជាតិបរិស្ថាននិងវិស័យទេសចរណ៍ជាច្រើនទៅដល់ប្រទេសខ្មែររបស់យើងហ្នឹងហើយសិក្សាមួយទៀតស្វែងយល់អំពីតំបន់ឆ្នេរប្រទេសខ្មែរយើងមានឆ្នេរជាច្រើនហើយឆ្នេរស្អាតដែលមានជាប់ចំណាត់ថ្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងក៏មានដែរដែលពោពេញទៅដោយធម្មជាតិស្រស់បំព្រងនោះយើងក៏បីសិក្សាស្វែងយល់ហ្នឹងហើយមួយទៀតនោះគឺឲ្យបងប្អូនអ្នកគ្នាសិក្សាស្វែងយល់អំពីតំបន់ភ្នំខ្មែរយើងមានដីទឹកហើយនឹងភ្នំធម្មជាតិព្រៃឈើទាំងអស់នោះគឺបានផ្ដល់ជាជំរកហើយនឹងធ្វើឲ្យប្រទេសខ្មែររបស់យើងកាន់តែប្រទេសដែលតូចមែនតែមានធនធានធម្មជាតិសពបែបយ៉ាងទៅនេះជាគុណសម្បត្តិដែលយើងក៏បីមកមើលស្រស់សំរសផុនល្អឡាស់គឺការណបញ្ញាសាសសំសួនមានលៀងខេណាបុផាក្រពុំរំទុំថ្លៃធ្នូចរិយានាងមានរឹកពីហានខ្លាកិរិយាពេញជាស្រីខ្មែរនាងសិក្សាកំរិតបាងរិញ្ញាបត្រមានចំណេះជាប្រខ្ចាំងជាច្បាស់ជាស្រីពូកែនាងមិនរុញរាតស៊ូពុពីហោហាចាំងរិតគូឲ្យស្នេហ៍ចេះថែវប្បធម៌ដូនតាពុផាបញ្ញាសាក្រអូបសង្សាយគុណធម៌មិនណាយមិនឃ្លាតចាពីវិន័យជាការទុនធ្លុនរឹងមាំសាំងសំប្រពៃសញ្ចាំងកតញ្ញូខន្តីវិស័យជាកលនារីបើមានភពសូមជួបនិស័យប្រាថ្នាជួយជ្រងវាសនាបុផាឲ្យការរីគ្រប់រដូវអបញ្ញាសាសជាក្បូនជំរុញជូនទៅមាគាដ៏ត្រឹមត្រូវកាន់ផ្លូវសុចរិតថ្លៃថ្នូរ